បាទជំរាបសួរបងប្អូនទាំងអស់គ្នាអូខេឥឡូវនេះយើងដល់រដូវចន្ទទីចាប់ផ្ដើមចេញផ្កាចេញក្តាប់ហើយសម្រាប់ដល់រដូវនេះបើសិនជាចន្ទទីយើងចេញក្តាប់មកបែបនេះក្តាប់ក្បាលរុយបែបនេះណាបាទគ្រប់ឆ្កោមគ្រប់ដើមបែបនេះដំណាក់កាលនេះគឺយើងត្រូវធ្វើរឿងដែលសំខាន់ទី1នោះទី1គឺយើងត្រូវបាញ់ថ្នាំជំងឺការពារហើយយើងត្រូវតាមដានកេតមើលពពុះសត្វស្មើសត្វទ្រីបណាស្មើទ្រីបឬក៏មុខតែមួយចំនួនព្រោះមេឃវាស្ទុំវាត្រជាក់ចេះគឺមុខតែវានៅមានចុះបាទនៅមានណាបាទយើងនៅមានមុខតែអញ្ចឹងយើងត្រូវសង្កេតមើលមុខតែហើយនឹងបាទស្មើទ្រីបបាទស្មើទ្រីបអញ្ចឹងយើងត្រូវរឿងទី1ដែលយើងត្រូវតាមដានគឺកន្លែងហ្នឹងណារឿងទី2យើងកេតមើលសាមប្រៃឬក៏មានបើសិនជាមានសាមប្រៃមានមេឃភ្លៀងអាហ្នឹងគឺយើងត្រូវបាញ់លៀងឥឡូវជាក់ស្ដែងដូចស្វាយនេះអញ្ចឹងនេះគឺត្រូវបានរងការវាយប្រហារពីអាកាសធាតុយើងឃើញថាតងរបស់វាអត់ស្អាតល្អទេវាចាប់ផ្ដើមកើតមានខ្លះហើយយើងឃើញថាក្តាប់វានៅរឿងស្រស់នេះតំបាញ់ហើយលោកពូណាតំបាញ់ហើយបាទអញ្ចឹងរឿងទី2យើងត្រូវតាមដានរឿងអាកាសធាតុឲ្យបានល្អណាដើម្បីទប់មកវិញហើយរឿងទី3គឺយើងត្រូវជំរុញបំពន់ក្តាប់មិនមែនចន្ទទីចេញប៉ុណ្ណេះហើយប្រឡែងចោលអត់ធ្វើអីអត់កើតទេគឺយើងត្រូវបំពន់ក្តាប់ហ្នឹងដើម្បីអីដើម្បីឲ្យក្តាប់ជំនាន់ថ្មីតូចក្រោយនេះមានកម្លាំងដើម្បីឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់កុំឲ្យវាចាញ់អាកាសធាតុកុំឲ្យវាចាញ់ជំងឺហើយឲ្យវាឆាប់ធំល្អបាទហើយវានឹងលោតក្តាប់ថ្មីមកទៀតព្រោះផ្កានេះគឺផ្កានៅមានហើយអ្វីដែលពិសេសនេះអាខ្នៃនេះអញ្ចឹងដល់ដំណាក់កាលនេះបងប្អូនកុំតន់អាចយកច្រឡំថាជប់បាញ់ជីបំពន់អីអត់ទេយើងត្រូវតែប្រើនៅបន្តការប្រើទៀតបាទនេះគឺសម្រាប់ចន្ទទីរបស់គាត់យើងឃើញថាគូសំណាបាទគូសំផ្លែវាមានមួយខ្មៅមួយចកោមវាបានមួយបានពីរដែរតែក្រៅពីនេះឃើញថាវាចេញមកគូសំក្តាប់ជំនាន់ថ្មីមកទៀតយើងអត់អាចប្រហែលចិត្តបានទេមុខតែគឺត្រូវតែបាទព្រោះដោយសារចន្ទទីបោះបងនៅមានត្រួយខ្ចីមកទៀតបងឃើញហើយអង្កេតមើលចៃសផងណាប្រយ័ត្នមានចៃឡើងមានអីប៉ុន្តែយើងបាញ់តាមមុខតែបាញ់អីទៅវាអត់អីទេហើយណាមួយទៀតដែលចន្ទទីយើងមិនខាងក្នុងវាស្លុបពេកបាទដែលយើងធ្វើអត់ស្លាស់ល្អដល់អញ្ចឹងវាមានបញ្ហាខ្លះបាទសត្វល្អិតវាចូលចិត្តហើយបាទសត្វល្អិតចូលចិត្តខ្ញុំថាខ្លាចវាបាញ់ពេកទៅវាប៉ះពាល់ក្តាប់បាទសត្វល្អិតវាចូលចិត្តយើងបាញ់បើមានអញ្ចឹងយើងចាបាញ់ទៅបើមិនបាញ់វាខូចបាទបាញ់ទៅវាប៉ះពាល់ក្តាប់ដែរគ្រប់ដើមទៅបងឃើញផ្លែឃើញក្តាប់មកវាច្រើនគ្រប់អីទេបងដើមនេះអាណាដែលទៀងទៀតដាបដល់ដីហើយបងអើយអាដាបដល់ដីអញ្ចេះមេឃពេលយើងបេះផ្លែហើយត្រូវទៅធ្វើឲ្យស្រឡះវាគុណវិបត្តិរបស់វាទី1សត្វសម្ោចឡើងសត្វល្អិតមួយចំនួនឡើងហើយចៃសក៏វាអាចឡើងតាមនឹងដែរណាអញ្ចឹងអាមេឃដាបដល់ដីចេះក៏យើងត្រូវសេរីឲ្យស្អាតដែរដើម្បីឲ្យសារធាតុចិញ្ចឹមជាតិជីបុកឡើងទៅលើផ្លែអាមេឃលើវិញបាទបាទអើយស្រឡាញ់ហ្នឹងពីអ្នកតាយាយមិននៅកលឹងរហូតនេះអូអានេះខ្មៅច្រើនណាបងអើយអាចជំនាន់ក្រោយនេះ6 7គ្រាប់ចាញ់ព្រួតគ្នាហ្មងបាទខ្មៅច្រើនវាចេញមកព្រួតគ្នាក៏ប៉ុន្តែតែវាខ្មៅក៏ខ្មៅច្រើនអូខេអញ្ចឹងបងប្អូនត្រូវប្រយ័ត្នប្រយែងណាហើយប៉ុណ្ណេះយើងការពារជំងឺផ្សិតល្អហើយអានេះវាដាក់សាច់ឲ្យដាក់បដាហើយអញ្ចឹងអានេះមកបន្តិចទៀតផុតនិយាយរួមអានេះចុងខែ1ទុំហ្នឹងនេះពួកនេះចុងខែ1ចាប់ដាំទុំអស់ឥឡូវនេះថ្ងៃយើងទៅដើមខែ1ទេបាទអត់មានខ្វះអីទេចន្ទទីនេះគឺសារធាតុចិញ្ចឹមអីគឺវាគ្រប់គ្រាន់ហើយកម្លាំងដើមអីហ្នឹងគឺវាគ្រប់គ្រាន់ហើយតែគ្រាន់ថាយើងវាភ្លៀងហើយមួយថ្ងៃមុននោះវាត្រជាក់ខ្លាំងផងត្រជាក់រួចហើយភ្លៀងទៀតបាទត្រជាក់ហើយភ្លៀងអញ្ចឹងវាធ្វើឲ្យចន្ទទីយើងវា stress វាអាក់ខានណាភ្លៀងហ្នឹងតាំងពីថ្ងៃទី2មកអូតាំងពីថ្ងៃទី2ចាថ្ងៃទី2មកប្តីខ្ញុំបាញ់មុនថ្ងៃទី2លៀងពេលយើងបាញ់វាមិនបាញ់4 5ថ្ងៃចឹងបានអស់មួយវគ្គបាទអូបងឲ្យដើមនេះវាមិនគ្រប់មេឃប៉ុន្តែអាណាមកច្រើន
mà có ly mà tầm hưng món sang rồi mà gặp rau nè bạn thưa tôi xa đấy bây giờ cầm lăng bàn thưa phòng rồi cầm lăng bàn phòng bà chân sầm rập bong ôn rồi có bong để miền trồng cà chan ti hay chọn ở trên cái đập sạn ló hay mình khối bong ôn ai tẹt tông màu cầm cà nghe dược bán này vừa dược miền chi chấm núi chấm rốn cà pía đôi xoài này chẳngคือdược bánh bán buồn đong này dường trình bàn đầm nạ cà này hết nè bà dường khơi thà buồn đong dường trình vào bàn bàn năng của sòm này nè group cho cao mình được nè ok ông con